ដោយតទៅអ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថាលោកមិនជឿថាជួបសម្លាប់នោះឈ្មោះពិតថាជួបសម្លាប់នោះទេហើយក៏មិនជឿថាលោកកែមលីស្លាប់ដោយសារលុយ 3,000 នោះដែរស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យព្រះភិក្ខុបុត្រប៊ុនទិញបដិសេធមិនទទួលយកគ្រឿងអិសារិយយសមុនីសារពន្ធថ្នាក់សិទ្ធិបឌិនពីរដ្ឋាភិបាលទេក្រសួងមហាផ្ទៃក្រៅនៅរំលឹកគណៈបកសង្គ្រោះជាតិរឿងប្រើប្រាស់កម្លាំងសន្តិសុខផ្ទាល់ខ្លួនឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនឹងទៅពិនិត្យស្ថានភាពជនជាតិម៉ុងតាញ៉ានៅវៀតណាមក្រោយបញ្ជូនពីកម្ពុជាបាទជាបន្តទៅទៀតនេះខ្ញុំបាទជួនចាត់បុតសូមជូនព័ត៌មានពិស្ដាលោកនាងជាទីមេត្រីក្រសួងមហាផ្ទៃក្រៅនៅរំលឹកគណៈបកសង្គ្រោះជាតិរឿងប្រើប្រាស់កងកម្លាំងសន្តិសុខផ្ទាល់ខ្លួនក្រោយពេលពិនិត្យឃើញថាក្រុមកងកម្លាំងទាំងនេះស្លៀកពាក់ឯកសណ្ឋាននិងមានប្រើប្រាស់វិទ្យុតាក់ទងគណៈបកសង្គ្រោះជាតិបញ្ជាក់ថាក្រុមកងកម្លាំងសន្តិសុខរបស់ខ្លួនគឺសុទ្ធតែជាសកម្មជនស្ម័គ្រចិត្តជួយការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំមិនមែនដោយការលើកឡើងរបស់ក្រសួងមហាផ្ទៃនោះទេបាទសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកយ៉ងច័ន្ទរាអំពីរឿងនេះពីភ្នំពេញមន្ត្រីជាន់ខ្ពស់នឹងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃឧត្តមសេនីយ៍ខៀវសុភ័ក្រថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី21ខែធ្នូថាក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះកងកម្លាំងសន្តិសុខរបស់គណៈបកសង្គ្រោះជាតិបើសមត្ថកិច្ចពិនិត្យឃើញថាពួកគេប្រើប្រាស់ឬលាក់ទុកអាវុធខុសច្បាប់លោកខៀវសុភ័ក្របន្តថាគណៈបកសង្គ្រោះជាតិមិនគួរប្រើប្រាស់កងកម្លាំងសន្តិសុខច្រើននោះទេពីព្រោះអាចនាំឲ្យពលរដ្ឋភ័យខ្លាចដោយសារក្រុមកងកម្លាំងទាំងនោះស្លៀកពាក់ឯកសណ្ឋានជប់ខ្មៅការប្រើប្រាស់កម្លាំងនឹងដូចជាការប្រើប្រាស់កម្លាំងសម្ដែងខោអាវចេញមកស្វាទៅពលរដ្ឋសម័យវាមិនដឹងខ្លាចហើយបើថាសវត្ថកិច្ចទៅវាដឹងតែប៉ូលីសអីវាមិនចេញមកខ្មៅអ៊ុញកូនចៅ500ទេគឺអាមីចៅដល់តែកូនចៅខ្មៅដល់តាមព្រោះខ្លាចចឹងបាទថាការប្រើប្រាស់កម្លាំងនេះឲ្យវាសមរម្យផងក្នុងនាមជាកម្លាំងរាជម្នាក់ហ្នឹងត្រូវមានកម្លាំងមិនដែលចេញមកអីទៅតឡានផ្ទៃខ្វាច់ការក្រើនរំលឹកនេះធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃកាលពីខែវិច្ឆិកាកន្លងទៅបានបដិសេធសំណើសុំលុបបំបាត់កម្លាំងសន្តិសុខសាលារាជធានីភ្នំពេញដែលក្រុមតំណាងរាជគណៈបក្សសង្គ្រោះជាតិចាត់ទុកថាជាកម្លាំងខុសច្បាប់ក្រសួងមហាផ្ទៃបានអះអាងថាកងកម្លាំងទាំងនោះគឺជាកម្លាំងប្រជាការពាររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលជួយយាមកាមសម្រាប់ពិធីនានានិងការពារសណ្ដាប់ធ្នាប់សាធារណៈក្រៅពីបដិសេធមិនព្រមលុបបំបាត់កងកម្លាំងសន្តិសុខទាំងនោះក្រសួងមហាផ្ទៃក៏នឹងពិនិត្យផ្លូវច្បាប់ទាក់ទងនឹងការរៀបចំកម្លាំងសន្តិសុខរបស់គណៈបក្សសង្គ្រោះជាតិផងដែរក្រសួងមហាផ្ទៃចាត់ទុកកម្លាំងសន្តិសុខគណៈបក្សសង្គ្រោះជាតិដែលមានបំពាក់ឯកសណ្ឋាននិងវិទ្យុតាក់ទងថាកំពុងធ្វើសកម្មភាពដោយអនាធិបតេយ្យប្រឆាំងនឹងកងកម្លាំងស្របច្បាប់របស់រដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហានេះអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិលោកយឹមសុវណ្ណបញ្ជាក់ថាកងកម្លាំងសន្តិសុខរបស់គណៈបក្សសង្គ្រោះជាតិកើតចេញមកពីសកម្មជនគាំទ្ររបស់ខ្លួនដែលស្ម័គ្រចិត្តជួយការពារសន្តិសុខនិងសុវត្ថិភាពជូនថ្នាក់ដឹកនាំជួយសម្រួលចរាចរណ៍និងជួយការពារកុំឲ្យមានចោរកម្មលោកថាក្រុមសន្តិសុខគណៈបក្សសង្គ្រោះជាតិមិនមានបំពាក់អាវុធនោះទេហើយចប់ពីការងារស្ម័គ្រចិត្តនេះពួកគេនឹងទៅប្រកបមុខរបរផ្ទាល់ខ្លួនវិញវាមិនមែនអ្នកដែលពាក់ខោអាវខ្មៅហ្នឹងទៅចោល500ឯណាមានឯណាគ្រាន់តែពាក់ហ្នឹងពាក់សម្គាល់គ្នាទៅវិញទៅមកឲ្យស្គាល់គ្នាព្រោះមនុស្សវាច្រើនយើងមិនដឹងថាអ្នកណាជាអ្នកណាណាហើយម្យ៉ាងទៀតគេចេញទៅណាទៅណីធម្មតាមកពឹងទៅលើខាងប៉ូលីសខាងអីហ្នឹងសុទ្ធតែរើសអើងនយោបាយប៉ូលីសមួយចំនួនហ្នឹងបានជួយក៏តែការជួយនេះវាតិចតួចដែរបើថាទៅហ្នឹងគឺថាទៅរបៀបជារូបភាពអីផ្សេងពីនឹងទៅវិញទេអញ្ចឹងហើយយើងក៏វាត្រូវការអ្នកស្ម័គ្រចិត្តអីជួយមើលខុសត្រូវអីមិនមានអ្វីដែលទៅធ្វើអីឲ្យវាខុសច្បាប់ទេបាទតាក់ទងរឿងនេះប្រធានគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតក៏សម្គាល់ថាកងកម្លាំងសន្តិសុខរបស់គណៈបក្សសង្គ្រោះជាតិគឺជាកងកម្លាំងដែលជួយការពារសុវត្ថិភាពមេដឹកនាំនិងអ្នកគាំទ្ររបស់គណៈបក្សសង្គ្រោះជាតិហើយលោកសង្កេតឃើញថាក្រុមនេះមិនដែលបានបង្កអំពើហិង្សាឬក៏វាយដំប្រជាពលរដ្ឋនោះឡើយផ្ទុយទៅវិញលោកសង្កេតឃើញថាក្រុមសន្តិសុខសាលារាជធានីភ្នំពេញទៅវិញទេដែលឈ្មោះជាកម្លាំងប្រជាការពារក៏ប៉ុន្តែបំពេញតួនាទីលើសពីកិច្ចការងាររបស់ខ្លួនទៅទៀតលោកអំសំអាតដែលធ្លាប់រងការវាយដំពីក្រុមសន្តិសុខសាលារាជធានីភ្នំពេញផងនោះបន្តថា
លោកស្វាគមន៍ចំពោះចេតនាចង់ត្រួតពិនិត្យសកម្មភាពរបស់កម្លាំងសន្តិសុខគណៈបក្សសង្គ្រោះជាតិក៏ប៉ុន្តែលោកស្នើឲ្យការអនុវត្តនេះក៏ត្រូវធ្វើឡើងចំពោះកងកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញមួយចំនួនដែរដែលបានប្រើប្រាស់អំពើហិង្សានិងវាយដំទៅលើក្រុមអ្នកតវ៉ាឬប្រជាពលរដ្ឋសាមញ្ញការអនុវត្តច្បាប់វាត្រូវតែមានតុល្យភាពដើម្បីស្មើភាពគ្នាចំពោះមុខច្បាប់ណាអញ្ចឹងការពិនិត្យទៅលើកម្លាំងសន្តិសុខទាំងអស់អានឹងត្រូវតែពិនិត្យឡើងវិញដែរទៅលើកម្លាំងជាការពារមួយចំនួនដែលគេឃើញតែតែប្រើប្រាស់អំពើហិង្សាឬធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាលហើយនឹងការរិះគន់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការរំលោភទៅលើសិទ្ធិនោះណានឹងការប្រើប្រាស់អំពើហិង្សាការប៉ះទង្គិចគ្នារវាងពលរដ្ឋនិងកងកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញតែងកើតមានជាហូរហែនៅរាល់ពេលមានការជួបប្រជុំឬការតវ៉ាដោយសន្តិវិធីម្ដងអាជ្ញាធរតែងលើកឡើងថាការជួបប្រជុំឬការតវ៉ារបស់ពលរដ្ឋធ្វើឡើងដោយខុសច្បាប់ឬមិនមានការអនុញ្ញាតហើយជាញឹកញាប់ក្រុមសន្តិសុខសាលារាជធានីភ្នំពេញដែលស្លៀកពាក់ឯកសណ្ឋាននិងពាក់មួកសុវត្ថិភាពផងគឺជាអ្នកចេញមុខទប់ទល់នឹងក្រុមពលរដ្ឋខ្ញុំយ៉ងច័ន្ទដារាអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឲ្យដឹងថាលោកមិនជឿថាជួបសម្លាប់មានឈ្មោះថាជួបសម្លាប់នោះទេលោកជួបសម្លាប់ត្រូវគេចាប់ខ្លួនបន្ទាប់ពីគេអះអាងថាជាជនដៃដល់ក្នុងការបាញ់សម្លាប់លោកបណ្ឌិតកែមលីលោកខៀវសុភ័ក្រដែលជាអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ដែរថាលោកមិនជឿថាលោកកែមលីត្រូវបានគេបាញ់សម្លាប់ដោយសារជំពាក់លុយ$3,000នោះដែរការបង្ហើបឲ្យដឹងពីករណីជួបសម្លាប់នៅពេលនេះគឺស្របពេលដែលគណៈកម្មការទី1នៃរដ្ឋសភាបានកោះហៅលោកឧបនាយករដ្ឋមន្ត្រីសខេងនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅសួរនាំអំពីការស៊ើបអង្កេតលើករណីឃាតកម្មនេះបាទសូមអញ្ជើញលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍អំពីរឿងនេះរបស់លោកទីនហ្សាការីយ៉ាមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្រអំពាវនាវឲ្យអ្នកពាក់ព័ន្ធជួយផ្ដល់ព័ត៌មានទៅក្រសួងមហាផ្ទៃជំវិញករណីឃាតករបាញ់សម្លាប់លោកបណ្ឌិតកែមលីកាលពីថ្ងៃទី10កក្កដាលោកខៀវសុភ័ក្រមិនជឿលើចម្លើយសារភាពរបស់ជួបសម្លាប់នោះទេលោកខៀវសុភ័ក្រឲ្យដឹងនៅថ្ងៃទី21ធ្នូថាក្រោយពីការសួរចម្លើយនឹងការសារភាពរបស់ជនសង្ស័យជួបសម្លាប់មិនមែនជាហេតុផលលោកកែមលីជំពាក់លុយ$3,000នោះទេហើយយើងក៏បានសន្និដ្ឋានថាម៉េចសន្និដ្ឋានថាជនល្មើសនេះគឺមានចេតនាឆ្លើយបំភាន់សមត្ថកិច្ចមិននិយាយប្រាប់ការពិតយើងមិនជឿថាជនល្មើសនេះជួបសម្លាប់មិនជឿថាជននេះតែគេមិនជេរលុយ$3,000មិនជឿថាកភ្លើងនៃជនល្មើសនេះទិញវិថីឈ្មោះប៉ូលីសនេះតែមិនជឿទេជលពូដូចថាដោយសារសមាជិកហាក់មិនជឿនៅការសារភាពរបស់ជនសង្ស័យនោះទេអញ្ចឹងមានមូលដ្ឋាននេះខ្លះដែលដូចថាសមាជិកហាក់មិនទុកចិត្តអ្វីទីគាត់សារភាពយើងមើលទី1ជួបសម្លាប់វាបណ្ដាឈ្មោះជួបសម្លាប់ទេឈ្មោះអាសម្លាប់ក៏គ្មានខ្មែរយើងគ្មានទេឥឡូវមើលខ្វាយកាយមានក៏មានជួបសម្លាប់ចេញមកអាសម្លាប់នៅស្រុកណាពុំណាក៏វាអាចជាម្នាក់មើលទៅទី2និយាយថាមនុស្សកែមិនជាពាក់លុយគេ$3,000គេគ្មានសោះទី3ថាប៉ូលីសឈ្មោះអាលីភ្លើងឲ្យវារឿងប្រហែលប៉ុនថា$3,000ដែរទីប៉ូលីសតាមស្អីជួបប៉ូលីសលោករឿងនៅថៃទីវិថីមកទៅរកណាគឺឲ្យបាត់កៃថៃឬប៉ូលីសនៅថៃប្រាប់ទីកន្លែងប្រាប់អីទាំងអស់ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតមានប្រសាសន៍ថាបញ្ហាសំខាន់ដែលក្រសួងមហាផ្ទៃត្រូវបង្ហាញនោះគឺកាមេរ៉ាសុវត្ថិភាពនៅក្នុងហាង Star Mart Caltex ដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោះនិងមហាជនបានដឹងច្បាស់ថាអ្នកណាជាឃាតករពិតនោះយើងឃើញមានករណីផ្សេងទៀតការបាញ់សម្លាប់ប្អូនតារាចម្រៀងឬក៏បាញ់សម្លាប់លោកពុកណាមិនជឿអីដាក់បញ្ចេញកាមេរ៉ាមកគឺឃើញជាបន្តគេរកពិតជាណាគេរកឃើញអ្នកពាក់ព័ន្ធជាបន្តហើយចំណែករឿងបាញ់សម្លាប់លោកបណ្ឌិតកែមលីហេតុអីក៏មកទល់ពេលនេះយើងមិនបញ្ចេញវីដេអូកាមេរ៉ាហ្នឹងប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីដែលកំពុងតែរស់នៅនៅប្រទេសខ្លួនក្រៅប្រទេសបានដាក់ពាក្យប្តឹងទៅតុលាការសហរដ្ឋអាមេរិកកាលពីថ្ងៃទី13ធ្នូដើម្បីជំរុញឲ្យក្រុមហ៊ុន Chevron បង្ហាញពីវីដេអូឃ្លីបដែលលោកសំរងស៊ីជឿជាក់ថាក្រុមហ៊ុននេះបានថតដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងហាង Star Mart Caltex ក្បែរ Stop Boko ដែលជាទីកន្លែងបាញ់សម្លាប់លោកបណ្ឌិតកែមលីកាលពីថ្ងៃទី10កក្កដានោះលោកសំរងស៊ីបានសរសេរនៅក្នុងរបាយការណ៍របស់លោកដាក់ទៅតុលាការអាមេរិកថាអំពើឃាតកម្មលើអ្នកវិភាគសង្គមនិងនយោបាយដ៏មានប្រជាប្រិយភាពនេះធ្វើឡើងតែប្រមាណថ្ងៃក្រោយពេលលោកកែមលីដែលជាអ្នកវិភាគលើរបាយការណ៍ដ៏ស៊ីជម្រៅទៅលើការស្រាវជ្រាវរបស់អង្គការ Global Witness ស្ដីពីក្រុមគ្រួសារត្រកូលហ៊ុន
តកតងនឹងករណីនេះដែរគណៈកម្មការទី1នៃរដ្ឋសភាគឺគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេតនិងទំនាក់ទំនងជាមួយរដ្ឋសភាប្រសិទ្ធភាពលោកអេងឆៃអៀងមានប្រសាសន៍ថាគណៈកម្មការទី1នឹងកោះហៅរដ្ឋមន្ត្រីចំនួន2មកសួរនាំអំពីឃាតកម្មលើលោកបណ្ឌិតកែមលីលោកអេងឆៃអៀងបញ្ជាក់ថានៅថ្ងៃទី21ធ្នូគណៈកម្មការសិទ្ធិមនុស្សបានដាក់លិខិតកោះហៅលោកឧបនាយករដ្ឋមន្ត្រីសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកសួរនាំនៅរដ្ឋសភានៅថ្ងៃទី12ខែមករាឆ្នាំ2017អំពីដំណើរការស៊ើបអង្កេតករណីឃាតកម្មលើលោកបណ្ឌិតកែមលីចំពោះរដ្ឋមន្ត្រីក្រសួងយុតិធធម៌លោកអង្គវង្សវឌ្ឍនាវិញនឹងកោះហៅនៅពេលបន្ទាប់យុតិធធម៌ជារឿងសំខាន់បាទក៏និយាយដល់ថាប្រជាប្រដ្ឋខ្មែរគ្រប់រូបត្រូវតែបានទទួលនៅយុតិធធម៌ជាក់ស្ដែងគ្រប់រឿងទាំងអស់จากស្ថាប័នរដ្ឋដែលពាក់ព័ន្ធអញ្ចឹងករណីលើឃាតកម្មតែយើងមិនមែនតែចាប់គាត់ទៅលើករណីឃាតកម្មលើលោកបណ្ឌិតកែមលីទេគ្រប់ឃាតកម្មទាំងអស់គឺអាជ្ញាធរមានសមត្ថកិច្ចត្រូវតែពេញតួនាទីជាសកម្មភាពបុគ្គលបានត្រឹមត្រូវដើម្បីផ្ដល់នូវយុត្តិធម៌ជូនជនរងគ្រោះឆ្លើយតបនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្របញ្ជាក់ថាលោកឧបនាយករដ្ឋមន្ត្រីសខេងនឹងទៅឆ្លើយបំភ្លឺនៅពេលខាងមុខករណីឃាតកម្មលើលោកបណ្ឌិតកែមលីមកទល់ពេលនេះក្រុមគ្រួសារលោកមិនទាន់រកមេធាវីនៅឡើយនៅខណៈប្រពន្ធកូនលោកបានភៀសខ្លួនទៅក្រៅប្រទេសដើម្បីសុវត្ថិភាពរងចាំទៅប្រទេសទី3នោះអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញលោកលីសុផាណាឲ្យអ្នកសារព័ត៌មានដឹងតាមប្រព័ន្ធ Telegram នៅថ្ងៃទី21ធ្នូយ៉ាងខ្លីថាសំណុំរឿងឃាតកម្មលើលោកបណ្ឌិតកែមលីនេះចៅក្រមស៊ើបសួរកំពុងតែបន្តចំណាត់ការស៊ើបសួរនៅឡើយទោះបីជាយ៉ាងនេះក្តីក្រុមអ្នកការពារសិទ្ធិមនុស្សនៅតែព្រួយបារម្ភពីអំពើនេតនភាពឬភាពគ្មានទោសពៃនៅតែកើតមាននៅក្នុងសង្គមកម្ពុជាព្រោះថាបើគិតចាប់តាំងពីឆ្នាំ1993មកយ៉ាងហោចណាស់មានមនុស្សជាង100នាក់ត្រូវបានគេធ្វើឃាតដោយសារតែការបំពេញមុខងាររបស់ខ្លួនការបញ្ចេញមតិរិះគន់រដ្ឋាភិបាលឬបរិហារការធ្វើជំនួញខុសច្បាប់របស់អ្នកមានអំណាចជនរងគ្រោះទាំងនោះរួមមានអ្នកសារព័ត៌មានសកម្មជនគណបកនយោបាយសកម្មជនបរិស្ថានសកម្មជនដីធ្លីសហជីពកម្មកររោងចក្រនិងករណីចុងក្រោយគឺឃាតកម្មលើនៃវិភាគបញ្ហាសង្គមនិងនយោបាយដ៏ល្បីឈ្មោះគឺលោកបណ្ឌិតកែមលីជាដើមខ្ញុំទីនសាការីយ៉ាអាស៊ីសេរីពីរាជធានីភ្នំពេញបាទលោកនាងជាទីមេត្រីលោកស្រីប៊ូរចនាភរិយារបស់លោកបណ្ឌិតកែមលីមានប្រសាសន៍ពីទីតាំងលាក់ខ្លួនមួយពីក្រៅប្រទេសមកថាអ្នកស្រីមិនអាចមានប្រតិកម្មអ្វីច្រើនទេនៅពេលនេះអ្នកស្រីគ្រាន់តែឆ្ងល់ថាអាជ្ញាធរបានចាប់ខ្លួនជួបសម្លាប់បានជិតកន្លះឆ្នាំនិងមានរូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាពក្នុងដៃតាំងពីពេលនោះមកហេតុអ្វីបានជាពេលនេះទើបអាជ្ញាធរដឹងតម្រុយថាជួបសម្លាប់មិនមានឈ្មោះថាជួបសម្លាប់ហើយការបាញ់សម្លាប់ស្វាមីរបស់អ្នកស្រីនោះមិនពាក់ព័ន្ធនឹងរឿងខ្ចីលុយ$3,000អ្នកស្រីបន្តថាឈ្មោះជួបសម្លាប់ឬក៏ឈ្មោះអ្វីក៏ដោយចុះវាសុទ្ធតែជារឿងដែលអាជ្ញាធរបង្កើតឡើងតែប៉ុណ្ណោះបាទនៅពេលនេះយើងមានអ្នកវិភាគនយោបាយហើយនឹងមានប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូគឺលោកអំសំអាតហើយនឹងអ្នកវិភាគនយោបាយគឺលោកបណ្ឌិតមាសនេះយើងក៏មានការចូលរួមពិភាក្សានាឱកាសនេះពីប្រដេជគុណបុត្របន្ទិញផងដែរតាក់ទងនឹងរឿងការចេញតម្រុយថ្មីរបស់អ្នកយកអ្នករាយការណ៍អ្នកឆ្លើយឆ្លងព័ត៌មានសំទោសរបស់អ្នកនាំពាក្យពីក្រសួងមហាផ្ទៃគឺលោកខៀវសុភ័ក្រជុំវិញរឿងថ្មីតាក់ទងទៅនឹងឃាតកម្មរបស់លោកបណ្ឌិតកែមលីនេះបាទខ្ញុំបាទសូមជម្រាបសួរលោកបណ្ឌិតមាសនេះដែលចូលរួមកម្មវិធីយើងជានៅក្នុងបន្ទប់ផ្សាយរបស់អាស៊ីសេរីផ្ទាល់តែម្ដងនៅក្រុងភ្នំពេញបាទសូមជម្រាបសួរបាទយើងក៏មានអ្នកចូលរួមពីអ្នកទៀតតាមបណ្ដាញទូរស័ព្ទគឺលោកអំសំអាតដែលជាប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូនិងព្រះដេចគុណបុត្របន្ទិញខ្ញុំបាទនិងខ្ញុំកណាសូមជម្រាបសួរនិងថ្វាយបង្គំពីចម្ងាយបាទសូមជម្រាបសួរបាទនឹងហើយយើងបានដំណឹងចុងក្រោយមិញនេះហើយដំណឹងនឹងគឺថាមានលក្ខណៈបន្ទាន់បន្តិចដែលធ្វើឲ្យក្រុមការងាររបស់យើងនឹងផ្ទៀងផ្ទាត់មិនបានចាប់សពគ្រប់មុនពេលផ្សាយនេះបន្តិចដោយមានការច្រឡំខ្លះតាមពិតការប្រកាសរបស់លោកខៀវសុភ័ក្រគឺថា
ជួបសម្លាប់នឹងលោកមិនជឿថាមានឈ្មោះជួបសម្លាប់នោះទេហើយលោកក៏មិនជឿថាជួបសម្លាប់នឹងបាញ់សម្លាប់លោកបណ្ឌិតកែមលីនឹងគឺមកពីប្រាក់$3,000នោះដែរខ្ញុំដូចជាចាំបានថាអង្គការលីកាដូក៏មានកើតក្រុមមួយស្រាវជ្រាវអំពីឃាតកម្មលើលោកបណ្ឌិតកែមលីនេះដែរខ្ញុំចង់បានតំណែងពីលោកអំសំអាតមុនគេថាតើក្រុមការងារស្រាវជ្រាវរបស់លោកអំសំអាតនឹងមកទល់នឹងពេលនេះនឹងបានមានតម្រុយអីខ្លះដែរតើសំខាន់បំផុតនឹងមានមនុស្សច្រើនណាស់ដែលឆ្ងល់ថាតើជួបសម្លាប់នឹងប្រកាសជាជនដៃដល់ឬមិនជនដៃដល់ដូចជាបានជម្រាបពីខាងដើមអញ្ចឹងដំណឹងដែលយើងទទួលបានពីក្រសួងមហាផ្ទៃនៅថ្ងៃនេះនឹងគ្រាន់តែលោកមិនជឿថាជួបសម្លាប់នឹងឈ្មោះជួបសម្លាប់ទេលោកមិនបានបដិសេធថាជួបសម្លាប់នឹងមិនមែនជាជនដៃដល់ទេតើលោកអ៊ុំសំអាតមកដល់ពេលនេះអាចមានដំណឹងអីខ្លះដែរទេពីការស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវរបស់អង្គការលីកាដូនេះបាទតាមការស្រាវជ្រាវរបស់ក្រុមអ្នកស្រាវជ្រាវយើងនេះគឺមកទល់ពេលនេះយើងមិនទាន់កំណត់តម្រុយឲ្យបានច្បាស់លាស់ទេក៏ប៉ុន្តែអ្វីដែលយើងគិតថាវាមិនអាចទៅរួចត្រង់ដូចជាអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃលើកឡើងដែរថាទី1យើងមិនជឿថាអ្នកឃាតករហ្នឹងគាត់ឈ្មោះជួបសម្រាប់ទេបាទពីព្រោះឈ្មោះនេះតាំងពីដើមមកគ្មានអ្នកណាមួយដែលអាចជឿជាក់បានថាឃាតករគឺជួបសម្រាប់ទេបញ្ហាទី2លោកជួបសម្រាប់ដែលលើកអាងថាបាញ់សម្រាប់លោកកែមលីដោយសារតែចម្ពាក់លុយ$3,000នេះវារឹតតែឆ្ងាយទៅទៀតពីព្រោះខ្ញុំមិនជឿអ្នកទាំងអស់ក៏មិនអាចជឿបានដែរថាលោកបណ្ឌិតកែមលីទៅចម្ពាក់លុយលោកជួបសម្រាប់$3,000បើយើងមើលទៅលើស្ថានភាពទៅលើទស្សនវិជ្ជាគឺវាមិនអាចទៅរួចតែម្ដងហើយយើងគិតមើលថាតើមានអ្នកដែលគេចម្ពាក់លុយហើយទៅសម្រាប់អ្នកដែលគេចម្ពាក់លុយហ្នឹងតើវាបានផលអីវាអត់ដែលមានទេបាទនៅក្នុងបញ្ហាអស់នេះហើយមួយទៀតអ្វីដែលយើងមានការសោកស្ដាយយើងគិតថាតាំងពីដើមមកវាមិនដែលមានឈ្មោះជួបសម្លាប់ហើយទាំងអាជ្ញាធរហើយរហូតដល់តុលាការទៀតមកទល់ពេលនេះយើងមិនទាន់ឃើញមានបង្ហាញអត្តសញ្ញាណណាថ្មីថាជួបសម្លាប់នឹងឈ្មោះអីពិតប្រាកដទេក្រៅតែពីយើងរកឃើញថាគាត់ឈ្មោះអឿតអាងហើយនៅស្រុកគេហៅអឿតអាងប៉ុន្តែនៅក្នុងការស៊ើបអង្កេតនៅក្នុងរបាយការណ៍គឺដាក់តែជួបសម្លាប់អានេះដែលយើងជាមន្ទិលសង្ស័យមួយយ៉ាងធ្ងន់ធ្ងរថាតើវាអាចជាឃាតករទៅរួចទេលោកជួបសម្លាប់ហើយបញ្ហាទី2បើយើងមើលទស្សនវិជ្ជាចាស់ស្ដែងរឿងសហប្រហើរគ្នាការបាញ់សម្លាប់នៅលើនៅសាមាតដូចគ្នាដែរហេតុអីក៏កន្លែងផ្សេងហ្នឹងមានការដាក់នៅកាមេរ៉ាសុវត្ថិភាពនឹងហើយលេចចេញព័ត៌មានឲ្យឃើញឃាតករនិងអ្នកពាក់ព័ន្ធរហូតឈានទៅដល់ចាប់អ្នកដែលនៅពីក្រោយខ្នងហើយនឹងជាប់ពាក់ព័ន្ធទៅទៀតប៉ុន្តែរឿងបានសម្លាប់លោកបណ្ឌិតកែមលីនេះហេតុអីក៏មិនមានការបង្ហាញតម្រុយអានេះដែលធ្វើឲ្យនៅតែមានពេលសង្ស័យហើយតែគេមិនជឿជាក់ថាជួបសម្លាប់នេះគឺឈ្មោះជួបសម្លាប់ឬក៏ជាឃាតករដោយសារមិនទាន់មានអ្វីបញ្ជាក់ឲ្យបានច្បាស់លាស់នោះបាទពីក្រុមការងារក្រុមស្រាវជ្រាវការងារនេះរបស់អង្គការលីកាដូតើការស្រាវជ្រាវកន្លងមកនេះអាចចង្អុលបង្ហាញយ៉ាងណាដែលអាចធ្វើឲ្យធ្វើការសម្រេចជាបឋមនឹងបានទេពីរឿងអ្នកដែលជន់ដៃដល់នឹងតើជួបសម្លាប់នឹងមានភ័ស្តុតាងថាជាជន់ដៃដល់ឬទេឬមួយក៏ភ័ស្តុតាងបង្ហាញថាគាត់មិនមែនជាជន់ដៃដល់យ៉ាងហោចណាស់ការវាយតម្លៃជាបឋមបាទយើងគាត់ទៅវាតម្លៃថាជួបសម្លាប់ហ្នឹងគឺមានការពាក់ព័ន្ធប៉ុន្តែវាមិនដឹងថាជាកម្រិតមួយណាដែលសារយើងមិនទាន់មានផុសតាងច្បាស់លាស់ប៉ុន្តែយើងនៅតែគិតថាអ្នកដែលពាក់ព័ន្ធផ្សេងទៀតហ្នឹងគឺក្រៅពីជួបសម្លាប់ហ្នឹងគឺអាចមានអ្នកផ្សេងបន្តទៅទៀតនៅក្នុងកម្មនេះហើយក៏មានអ្នកនៅពីក្រោយខ្នងនៃ
ការបាញ់សម្លាប់លោកកែមលីផងដែរបាទតើក្រមស្រាវជ្រាវការងារនេះរបស់អង្គការលីកាដូមានបានព្យាយាមតាក់ទងសុំមើលកាមេរ៉ាសុវត្ថិភាពនឹងទេសុំមើលរូបភាពពីកាមេរ៉ាសុវត្ថិភាពនឹងទេបាទបាទជាយើងឃើញថាឆ្លើយតបជាបន្តរបស់ក្រសួងមហាផ្ទៃក៏ដូចជារាជការពីព្រោះគេចាត់ទុកថាដំណាក់កាលនេះជាដំណាក់កាលនៃការស៊ើបអង្កេតអញ្ចឹងគឺផុសតាងអ្វីក៏នៅលើតុលាការកំពុងតែធ្វើការហើយកន្លងមកយើងឃើញថាការក្រសួងមហាផ្ទៃគេថាអនុញ្ញាតបានពីបើសិនក្រុមគ្រួសារអីសុំមើលប៉ុន្តែអ្នកដទៃគឺគេមិនអនុញ្ញាតឲ្យមើលព្រោះគិតនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេតអញ្ចឹងបើយើងធៀបទៅថាហេតុអីក៏វាអាចខុសគ្នាក្នុងករណីធ្វើក៏កាមេរ៉ាសុវត្ថិភាពនឹងត្រូវបង្ហាញហើយបង្កភាពងាយស្រួលសម្រាប់អាជ្ញាធរក៏ដូចជាតុលាការក្នុងការធ្វើការស៊ើបអង្កេតស្វែងរកជនដែលដល់ហើយនឹងអ្នកដែលពាក់ព័ន្ធទៅវិញនោះបាទសូមអរគុណលោកអំសំអាតឥឡូវនេះខ្ញុំបាទសូមងាកមកលោកបណ្ឌិតមាសនីដែលនៅក្នុងបន្ទប់ផ្សាយរបស់អាស៊ីសេរីបន្តិចវិញលោកបណ្ឌិតតើកន្លងមកនេះនៅពេលដែលមានព័ត៌មានស្កាត់ព័ត៌មានទៅវិញចុះស្កាត់ព័ត៌មានអំពីការដែលតំណែងពីការស្រាវជ្រាវវែកមុខរកឃាតករឬមួយអ្នកណានៅពីក្រោយឃាតករនេះហើយឥឡូវនេះលោកបណ្ឌិតបានឮច្បាស់ហើយអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃថាគាត់មិនជឿថាជួបសម្លាប់នឹងឈ្មោះជួបសម្លាប់ទេហើយការសម្លាប់នឹងក៏មិនមែនមកពីលុយ 3,000 នឹងដែរចុះខាងលោកវិញអាលុយ 3,000 នឹងអ្នកណាក៏មិនជឿតាំងតែពីដំបូងមកចុះចំពោះលោកវិញថាតើលោកជឿទេថាលោកជួបសម្លាប់នឹងជាជនដៃដល់ឬមួយក៏ជាមិនមែនជនដៃដល់ទេបាទតាមពិតអ្វីដែលខាងមហាជនទូទៅរាប់លានអ្នកបានគិតតាំងពីដើមមកហ្នឹងគឺយើងបានបង្ហាញនៅការមិនជឿទៅលើព័ត៌មាននឹងតាំងពីដើមមកបាទហើយខ្ញុំក៏ទទួលស្គាល់ផងដែរនៅស្អីដែលលោកអាដាមខៀវសុភ័ក្របានលើកឡើងខ្ញុំគិតថានេះជាស្របបានជាការយល់ឃើញស្របគ្នាទៅលើអ្វីដែលមហាជនទូទៅបានគិតដែរហើយបើយើងមើលក្នុងករណីនេះហើយសរុបទាំងអ្វីដែលអាដាមខៀវសុភ័ក្របានលើកឡើងថ្មីទៀតយើងគិតថារឿងការសម្លាប់ឃាតកម្មទៅលើលោកកែមលីនេះគឺពិតជាមានការរៀបចំគឺមានអ្នកនៅពីក្រោយខ្នងតែនៅក្នុងនោះគឺមានសំណួរពីរដែលសួរថាតើអ្នកណាដែលជាអ្នកនៅពីក្រោយខ្នងហើយតើតួនាទីរបស់រដ្ឋាភិបាលនៅក្នុងនឹងវាមានការពាក់ព័ន្ធយ៉ាងម៉េចដែរនៅក្នុងនេះយើងឃើញថាទីមួយបើសិនជាការសម្លាប់នេះវាជាការសម្លាប់ដោយផ្ទាល់ពីលោកជួបសម្លាប់អញ្ចឹងយើងក៏មានចម្ងល់ដែរថាតើហេតុអីក៏វាមានអាចកំបាំងនៅក្នុងការមិនព្រមបង្ហាញកាសែតវីដេអូនៅក្នុង Star Mart នឹងបាទហើយនឹងទីពីរទៀតយើងក៏ឆ្ងល់ផងដែរថាបើសិនជាអ្នកនៅពីក្រោយខ្នងជាអ្នកពាក់ព័ន្ធដែលនៅឆ្ងាយហេតុអីក៏ការតាមស៊ើបអង្កេតទាំងអស់ហ្នឹងវាមានរយៈពេលហាក់ដូចជាយូរបើយើងគិតមកដល់ឥឡូវនេះវាចូល5ទៅ6ខែ4 5 6ខែទៅហើយបាទសម្រាប់ករណីមួយដែលមានការសម្លាប់ផ្អើលគេថានៅកណ្ដាលថ្ងៃហើយផ្អើលមនុស្សរាប់លានអ្នកខ្ញុំគិតថាការពជាពេលរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតនិងបង្ហាញនៅការឈានទៅមុខការវែកមុខរកឲ្យឃើញនៅអ្នកដែលនៅពីក្រោយខ្នងដែលចំណាយពេលយូរយ៉ាងនេះខ្ញុំគិតថាវាដូចជាធ្វើឲ្យមានការសង្ស័យច្រើនរវាងអ្នកនៅពីក្រោយខ្នងហើយនឹងថាតើតួនាទីរដ្ឋាភិបាលនឹងយ៉ាងម៉េចដែរនៅក្នុងរឿងហ្នឹងបានជាវាចេះតែបន្តការតាមដាននឹងចេះតែយូរទៅបាទកាសែតវីដេអូក៏មិនព្រមបង្ហាញហើយការដែលធ្វើការតាមដានដើម្បីឲ្យមានការរីកចម្រើនទៅមុខនឹងទៀតក៏យើងឃើញថាមិនឃើញបានបង្ហាញអីដែលឲ្យប្លែកពីអ្វីដែលមហាជនយើងបានដឹងបាទបើប្រៀបធៀបជាមួយនឹងការសម្លាប់ដល់ទីទៀតយើងឃើញថាក្នុងករណីជាច្រើនដែលយើងឃើញនៅតាម Facebook តាមអីនេះគឺតែមួយថ្ងៃពីរថ្ងៃយ៉ាងយូរមួយអាទិត្យហ្នឹងគឺយើងឃើញថាចាប់បានទាំងជាកោមមកប៉ុន្តែករណីមួយនេះជាករណីដែលកាន់កាប់ផ្ទាល់ទៀតដោយអគ្គបញ្ជាការប៉ូលីសទៀតហើយនៅតែរកមិនឃើញបាទអញ្
ចឹងខ្ញុំមានសម្រាប់ខ្លួនខ្ញុំក៏ឆ្ងល់ទៅលើសមត្ថភាពរបស់អគ្គបញ្ជាការប៉ូលីសតែម្ដងថាចុះហេតុអីក៏ករណីដែលឃាតកម្មធម្មតានៅតាមជនបទស្រុកដាច់ស្រយាលហ្នឹងក៏ប៉ូលីសនៅតាមមូលដ្ឋានឬកងកម្លាំងសន្តិសុខនៅតាមមូលដ្ឋានហ្នឹងមានលទ្ធភាពក្នុងការវែករកមុខជនអក្រិតនឹងបានលឿនជាងអគ្គបញ្ជាការប៉ូលីសទៀតបាទនេះជាចម្ងល់ដែលខ្ញុំហើយក៏ដូចជាពលរដ្ឋដទៃទៀតចេះតែចាំមើលតទៅទៀតថាតើនេះមកពីការអសមត្ថភាពរបស់រដ្ឋាភិបាលឬក៏វាជាការសម្លាប់នយោបាយដែលយើងកំពុងតែតាមដានមើលតទៅទៀតបាទបើលោកបណ្ឌិតអ្នកតាមដានស្ថានភាពសង្គមស្ថានភាពនយោបាយលោកបណ្ឌិតនៅមិនទាន់ដឹងទេតាមពិតយើងទាំងអស់គ្នាពឹងលើលោកបណ្ឌិតនឹងហើយដើម្បីឲ្យជួយបកស្រាយតើហេតុអីបានជាមកដល់ពេលនេះហើយនៅមិនទាន់វែកមុខឃាតករឬមួយអ្នកនៅពីក្រោយឃាតករនឹងបានលោកបណ្ឌិតអាចឆ្លើយបានទេអ្វីត្បិតលោកបណ្ឌិតបញ្ជាក់ថាលោកបណ្ឌិតខ្លួនឯងក៏នៅឆ្ងល់ដែរប៉ុន្តែបើលោកបណ្ឌិតឆ្ងល់ហើយតើបានអ្នកណាទៅសួរទៀតទៅបាទនៅក្នុងករណីនៃឃាតកម្មនេះដោយសារខ្ញុំមិនមែនជាអ្នកដែលជំនាញឬបច្ចេកទេសក្នុងការស៊ើបអង្កេតអញ្ចឹងបើសិនជាខ្ញុំបង្ហាញការសន្និដ្ឋានរបស់ខ្ញុំលឿនពេកទី1វាអាចនឹងត្រូវរងការចោទប្រកាន់ថាយើងទៅបរិហាគេដទៃទៀតអ្នកដទៃបាននេះជារឿងមួយដែលកើតឡើងនៅក្នុងស្រុកយើងអញ្ចឹងសម្រាប់ខ្លួនខ្ញុំផ្ទាល់គឺហើយយើងជាអ្នកដែលតាមដានកិច្ចការសង្គមយើងគ្រាន់តែបានបង្ហាញអំពីអ្វីជាការយល់ឃើញរបស់យើងហើយស្អីដែលមហាជនបានគិតបាទហើយនៅក្នុងករណីនេះខ្ញុំគិតថាបើសិនជារដ្ឋាភិបាលមិនអាចវែកមុខអ្នកដែលនៅពីក្រោយខ្នងនឹងឃើញទេហើយទុកករណីនៅបន្តទៅទៀតខ្ញុំគិតថារដ្ឋាភិបាលនឹងកាន់តែមានការចោទប្រកាន់ច្រើនឡើងពីមហាជនថាករណីឃាតកម្មនេះពិតជារឿងនយោបាយហើយបើសិនជារដ្ឋាភិបាលនៅតែមិនដោះស្រាយវាអាចនឹងជាប់នៅពាក្យពេចន៍មួយទៀតដែលខ្មែរច្រើននិយាយថាករណីនេះនឹងមានការខុបខិតពីរដ្ឋាភិបាលផងដែរបានជាមិនអាចរកផ្លូវចេញឬក៏មិនអាចធ្វើការស៊ើបអង្កេតទៅលើករណីនេះឲ្យឃើញច្បាស់បាទអរគុណលោកបណ្ឌិតឥឡូវនេះដល់បដិជគុណបុត្របន្ទិញម្ដងបដិជគុណបុត្របន្ទិញធ្លាប់ជាគណៈកម្មការរៀបចំពិធីបុណ្យសពលោកបណ្ឌិតកែមលីតាំងពីបុណ្យសពសង្ហែដំបូងបន្ទាប់មកទៀតបុណ្យសព100ថ្ងៃអីជាដើមលោកបណ្ឌិតលោកបដិជគុណបុត្របន្ទិញក៏ធ្លាប់ធ្វើការជិតដិតជាមួយនឹងលោកបណ្ឌិតកែមលីដែរលោកតាមពិតខ្ញុំបានជួបជាមួយនឹងបដិជគុណញយដងហើយនៅក្នុងការផ្សាយរបស់អាស៊ីសេរីយើងនេះទាំងវិទ្យុនិងទាំងទូរទស្សន៍ជជែកគ្នាពីបញ្ហានេះហើយបដិជគុណម្ចាស់ក៏ហាក់ដូចជាមានដំណឹងពីក្រោយឆាកនឹងច្រើនដែរបដិជគុណអាចមានដីកាអីខ្លះទេតកតងនឹងរឿងថាតើជួបសម្លាប់នេះជាជនដៃដល់ឬមិនជនដៃដល់ពីព្រោះថាមនុស្សភាគច្រើនណាតាមដែលយើងបានឮប្រជាពលរដ្ឋនាំគ្នាទៅជែកទៅគឺនាំគ្នាថាជួបសម្លាប់នេះមិនមែនជាជនដៃដល់ទេចុះពីខាងបដិជគុណម្ចាស់វិញធ្លាប់មានព័ត៌មានតកតងក្នុងរឿងនេះទេថាតើជួបសម្លាប់នឹងជាជនដៃដល់ឬមិនមែនជនដៃដល់សូមនិមន្តមានដីកាបដិជគុណខ្ញុំបានពោលថាទុកខ្ញុំជួនច័ន្ទហើយនិងខ្ញុំបានពោលញាតិញោមអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់តាំងពីថ្ងៃបាញ់សម្លាប់លោកបដំបណ្ឌិតកែមលីភ្លាមហើយអាត្មានិយាយតាមសម្លេងអាស៊ីសេរីនេះថាជាល្ខោនលេងក្នុងរូងអត់យ៉ាងណូនអាត្មានិយាយតាំងពីដើមហើយអាត្មាចង់ឮមន្ត្រីរដ្ឋាភិបាលជាពិសេសខាងនគរបាលខាងប៉ូលីសអីហ្នឹងសារភាពត្រង់ទៅថាจุดសម្លាប់ហ្នឹងមិនមែនជាឃាតករទេហើយក៏ពុបហេតុនៃការសម្លាប់នោះមិនមែនដោយសារលុយ$3,000នឹងទេបើនិយាយតាំងពីដើមគឺអត់ឆ្ងល់ទេប៉ុន្តែហេតុអី 5K កន្លងក្រោយការស្លាប់ទើបនឹងនិយាយអានេះធ្វើឲ្យគេសង្ស័យទៀតណានឹងដែលអាត្មាមើលឃើញប៉ុន្តែពាក្យទៅខាងដើមបន្តិចក្រោយពីការស្លាប់លោកបណ្ឌិតកែមលីក្នុងថ្ងៃតែមួយហើយរយៈពេលថាកន្លះម៉ោងក្រោយមកយើងឃើញមានព្រឹត្តិការណ៍ដែលអាត្មាសង្កេតឃើញគឺការផ្លាស់ប្ដូរទីតាំងស្លាប់ភ្លាមគេថាជួបសម្លាប់ហ្នឹងនៅស្រុកស្វាយជែកប្រទេសមានជីបន្ទាប់មកគេថានៅគិរីវង្សខេត្តតាកែវហើយចុងក្រោយបានអាឡូបាទ
យើងដាច់ពីបដិជគុណបុត្របន្ទិញទៅហើយយើងនឹងព្យាយាមភ្ជាប់ជាមួយនឹងបដិជគុណទៀតពីព្រោះថានៅថ្ងៃនេះក៏យើងបានដឹងដំណឹងមកថាបដិជគុណបុត្របន្ទិញដែលជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនឹងក៏បដិសេធមិនទទួលយកគ្រឿងអិសរិយយសមុនីសារភ័ណ្ឌថ្នាក់ធិបតីសម្រាប់ស្នាដៃការពារនិងថែរក្សាធនធានធម្មជាតិពីប្រមុខរដ្ឋាភិបាលលោកហ៊ុនសែនតាមការស្នើសុំរបស់ក្រសួងបរិស្ថាននោះទេប្រដេជគុណបុត្របន្ទិញមានធរណីកាថាការដែលព្រះអង្គមិននិមន្តទទួលយកគ្រឿងអិសរិយយសនេះគឺដោយសារតែព្រះអង្គបានលាលែងពីតួនាទីរបស់ព្រះអង្គជាមេដឹកនាំបណ្ដាញព្រះសង្ឃឯករាជ្យបាទកាលពីថ្ងៃទី12ខែសីហាឆ្នាំ2016រដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការជូនមេដាយមុនីសារភ័ណ្ឌថ្នាក់ធិបតីពីរដ្ឋាភិបាលដល់ប្រដេជគុណបុត្របន្ទិញនិងប្រដេជគុណប៊ុនសាលូតដែលជាមេគុណខេត្តឧត្តរមានជ័យយើងនឹងព្យាយាមភ្ជាប់ជាមួយនឹងប្រដេជគុណបុត្របន្ទិញម្ដងទៀតដើម្បីឲ្យព្រះអង្គមានធរណីកាបញ្ចប់អំពីតាក់ទងនឹងរឿងតើជួបសម្លាប់នឹងជាឃាតករជាជនដៃដល់ឬមិនជនដៃដល់ហើយបន្ទាប់មកទៀតយើងនឹងស្នើដល់ប្រដេជគុណបុត្របន្ទិញដើម្បីឲ្យព្រះអង្គមានធរណីកាតាក់ទងទៅនឹងការដែលព្រះអង្គបដិសេធមិនទទួលគ្រឿងអិសរិយយសមុនីសារភ័ណ្ឌថ្នាក់ធិបតីនេះឥឡូវនេះអ្នកបច្ចេកទេសបានផ្ដល់សញ្ញាមកថាយើងបានភ្ជាប់ជាមួយនឹងបដិជគុណបុត្របន្ទិញឡើងវិញហើយខ្ញុំកណាសូមថ្វាយបង្គំម្ដងទៀតបដិជគុណអូសាធុខ្ញុំមិនស្ដាប់អាត្មាឮខ្លះទេអត់ឮសោះទេបដិជគុណខ្ញុំកណាសូមសួរឡើងវិញម្ដងទៀតថាតើបដិជគុណដែលធ្លាប់ធ្វើការពីរឿងតាក់ទងជាមួយនឹងលោកបណ្ឌិតកែមលីហើយបន្ទាប់មកទៀតជាសមាជិកមួយរូបនៅក្នុងចំណោមគណៈកម្មាធិការរៀបចំពិធីបុណ្យលោកបណ្ឌិតកែមលីនឹងតើបដិជគុណគិតថាជួបសម្លាប់នេះជាជនដៃដល់ឬក៏មិនមែនជាជនដៃដល់ទេសូមនិមន្តមានធរណីកាប្រគុណម្ចាស់អូជំរាបពរសាធុញាតិញោមអ្នកស្ដាប់អិសរិយញោមជនទាំងបុត្រនិងសហការីតាំងពីដើមដៃឡើងមកថាបាននិយាយច្បាស់ជាមួយនឹងសម្លេងអសិសរីគឺជួបសម្លាប់នេះជារឿងល្ខុនមួយដែលមានអ្នកដឹកនាំរឿងច្បាស់លឹះអ្នកពុនរឿងសុខនេតកម្មដដែលប៉ុន្តែអកុសលពីសណ្ដែកក្នុងរូងអត់យ៉ាងណូនអានឹងជាភាសាដែលអាត្មាបាននិយាយទៅកាន់ញាតិញោមកាលពីលោកកែមលីស្លាប់ថ្ងៃទី10កក្កដាហ្នឹងហើយត្រឡប់មកទស្សនវិជ្ជានេះវិញអាត្មាជិះទៅរឿងខាងដើមបន្តិចគឺថ្ងៃដែលលោកឧត្តមបណ្ឌិតកែមលីត្រូវបានទីបាញ់សម្លាប់នោះមានរឿង3កើតឡើងក្នុងរយៈពេលតាជាង1ម៉ោងក្រោយពីការបាញ់សម្លាប់គឺព្រឹត្តិការណ៍ពំវែទីតាំងទី1គឺក្រោយពីស្លាប់ភ្លាមការលោកជួបសម្លាប់នៅស្រុកស្វាយជ័យខេត្តបរមានទីមួយគណៈពេលក្រោយមកគេថាអូនៅស្រុកពីវងខេត្តតាកែវមានអត្តសញ្ញាណមានអីច្បាស់លាស់ហើយចុងបញ្ចប់បានសាច់រឿងហ្នឹងមកធ្លាក់មកនៅខេត្តសៀមរាបហើយជួបសម្លាប់ហ្នឹងនៅខេត្តសៀមរាបហើយអាត្មាបានដឹងរឿងច្បាស់ថាដូចលខនេះព្រោះកាលណាស្ដែងក្នុងពេលតែមួយមានទូយៈមានទូដាច់មានអីចេញមកចាអេនៅក្នុងរូងអញ្ចឹងប្រកាសតែមានអីអាត្មាត្រូវតាមដានអញ្ចឹងតាមដានភ្លាមមកគេប្រកាសក្តែងមកថាឈ្មោះសម្លាប់ដល់ពេលមក10យប់អាត្មាថាអត់មានឈ្មោះជុំសម្លាប់ទេមានឈ្មោះអ៊ឺអាងអញ្ចឹងបានក្រសួងមហាផ្ទៃនឹងចាប់ផ្ដើមធ្វើជាឆ្ងល់រឿងឆ្ងល់ថាមិនដឹងថាហេតុអីបានបុគ្គលម្នាក់នេះមិនព្រមឆ្លើយឲ្យត្រង់ហើយហាក់បីដូចជាមានការរៀបចំពង្វេដានហើយថ្ងៃនេះពួកតែមានញោមខៀវសុភ័ក្រលើកឡើងមកថាគាត់សក្តិគាត់មិនទិលបើនិយាយចឹងតាំងពីដើមមកអាត្មាអត់ស្គាល់ពីច្រើននិយាយឲ្យច្បាស់ថាជួបសម្លាប់នឹងអាចមិនមែនអ្នកដែលសម្លាប់ផ្ទាល់ហើយក៏មិនមែនសម្លាប់ក្នុងពុកប្រហែលថវិកា$3,000នឹងដែរបើនិយាយឲ្យច្បាស់តាំងពីដើមមកគេអត់សង្ស័យទេអានឹងគេបានពោហើយដូចយើងមើលសម្បកជេចឹងកាលណាជេកណាំវ៉ាសម្បកខៀវគេដឹងថាពុំថាខ្ចីបកមកឲ្យគេទទួលទានអានឹងបើយើងមើលទៅសម្បកនឹងវាដូចថាខ្ចីអ្នកខ្លះមិនដែលធ្លាប់ទទួលជេកដំបងដែលសម្បកខៀវនឹងគឺគេអត់ហ៊ានទទួលទានទេគេថាខ្ចីព្រោះមើលទៅសម្បកវាមិនទាន់ពុំអានឹងដូចគ្នារឿងសម្រាប់លោកកែមលីនឹងបើបកជេគេមើលតាំងពីពេលនោះគេអត់ថាខ្ចីថាពុំទេគេថាវាច្បាស់ថាពុំទទួលទានបាននឹងរឿងបាត់ហើយបានអាត្មាយោងមកលើទស្សនវិជ្ជានេះមើលថាល្ខោននេះវាមានភាគកាលណាល្ខោនដែលគេលេងមករឿងចប់ហើយមានរឿងថ្មីមកទៀតស្ដេចថ្មីគេអត់ដែលលេងល្ខោនរឿងពីរស្ដេចតែមួយគេត្រូវឈ្មោះស្ដេចផ្សេងហើយក៏
ទូអង្គស្ដេចនឹងក៏ផ្សេងគ្នាដែរអញ្ចឹងយ៉ាងណាមិញរឿងឃាតកម្មសម្រាប់លោកបណ្ឌិតកណីនេះដរាបណារោយុទ្ធធម៌មិនបានរោការគិតពិតមិនឃើញគឺទូអ្នកសម្រាប់នៅតែដូររហូតហើយនេះគេសង្ស័យថាមិនមែនជុំសម្រាប់ថ្ងៃក្រោយគេសង្ស័យថាអ្នកមួយផ្សេងទៀតហើយថ្ងៃក្រោយមួយទៀតគេសង្ស័យថារឿងមួយផ្សេងទៀតហើយរឿងនេះក្រសួងមានសមត្ថកិច្ចរួមទាំងតុលាការផងអាត្មាជឿពួកនេះអត់ចាត់វិធានការឲ្យបានទាន់ពេលទេគឺទុកឲ្យអូសឲ្យយើងសង្ស័យឲ្យយើងព្រោះជាចេតនាយូរហើយលោកគ្រូសំមុនក៏យើងភ្លេចបាត់ទៅហើយជាវិជាក៏យើងភ្លេចបាត់ទៅហើយយើងនិយាយរោហើយឈុតវិធីក៏យើងភ្លេចបាត់ទៅហើយអញ្ចឹងគេស្គាល់ចរិតលក្ខណៈរបស់ខ្មែរយើងផ្នែកអត់តៅទេឆាប់ភ្លេចអញ្ចឹងគេពងអូហើយគេលេងរឿងមួយហើយមួយទៀតគេលេងរឿងភាគពីព្រោះខ្មែរយើងចូលចិត្តមើលរឿងភាគអញ្ចឹងគេសម្ដែងរឿងបែបរឿងភាគហ្នឹងយើងតាមមើលបន្តហើយយើងនឹងចាប់ផ្ដើមភ្លេចតួអង្គសំខាន់ប៉ុន្តែអាត្មាអង្កេតមើលរឿងមួយទៀតអាត្មាឃើញគេក៏លោកខ្លាឃ្លុពីក្មេងៗកាលណាគេព្យាយាមយកគ្រាប់ខ្លាឃ្លុក៏លោកអុយទៅក្រមអីក៏លោកវិលជុំគឺចេញអានេះយើងមើលឃើញគេព្យាយាមពង្វេដែរថាគេដាក់ឃ្លុទៅក្រមគេក៏លោកវិលជុំឡើងចុះឡើងចេញឃ្លុហើយអញ្ចឹងបានថាបើសិនជាពួកនេះមិនមែនជាអ្នកក៏លោកខ្លាឃ្លុមិនមែនជាអ្នកលេងល្ខនទេបង្ហាញកាមេរ៉ាសវត្ថិភាពដំបងដៃមកហើយបើសិនមាននិយាយតាំងពីដើមថាជួបស្លាប់អាចមិនមែនជាជួបសម្រាប់ពីព្រោះក្នុងប្រវត្តិសាស្ត្រខ្មែរអាត្មាលើកហើយថាអាត្មាកើតអាយុច្រើនហើយក្នុងប្រវត្តិសាស្ត្រមិនដែលមានពូជខ្មែរណាតាំងពីសម័យមហាពមដល់ឥឡូវពីមិនដែលហ៊ានដាក់ឈ្មោះកូនណាកាច់សាហាវជួបសម្រាប់អញ្ចឹងទេអានឹងកំភ្លែងក្នុងនគរដូច្នេះហើយបើសិនប្រាប់គេក្រសួងមហាផ្ទៃខ្លួនឯងជាក្រសួងផ្ទៃម្បែងហើយបើមិនដឹងថានៅក្នុងផ្ទះខ្លួនឯងមនុស្សឆ្វេងមានម៉ាននេះផងវាដូចជាកុហកពេកលេងល្បែងផ្ទះខ្មែរយើងគេហូបពេលមើលល្ខនហើយខ្មែរឥឡូវគេមើលទីវីខ្មែរគេមើលរឿងកុនតែអីមន្ត្រីរដ្ឋាភិបាលហើយនឹងរដ្ឋាភិបាលខ្មែរយើងចូលចិត្តចាក់ល្ខនតែឥឡូវគេថតកាមេរ៉ាមួយដែលអត់ប្រើទេគេថត digital ហើយហេតុអីបានយើងនៅតែប្រើអាកាមេរ៉ា film អានឹងគេឈប់លេងទៅឥឡូវដែរអញ្ចឹងពួកខ្មែរឥឡូវគេយល់ដឹងច្រើនណាស់ថាហើយព្រឹត្តិការណ៍មួយទៀតដែលចាប់ផ្ដើមបង្វែរឲ្យខ្មែរនឹងវង្វេងគឺដល់តែមួយបង្វែរឲ្យវង្វេងហើយឃើញរឿងមួយដែលសំខាន់ចាំបាច់អញ្ចឹងមកប្រាប់ញាតិញោមក្រោយពីស្លាប់ហើយគេឲ្យមនុស្សសំខាន់ហើយប្រពន្ធពួកដែលមានមួយចំនួនធំក្នុងពួកនឹងគេថារឿងសម្រាប់កែមលីមិនមែនអ្នកនៅផ្ទះជាមួយគ្នាឬក៏ជនរួមជាតិខ្មែរនឹងអ្នកសម្លាប់ទេអាចអ្នកផ្សេងសម្លាប់ហើយយើងចាប់ផ្ដើមជឿបណ្ដោយអូអានេះបរទេសទីជនយើងអានេះហើយណែគេលូកដៃចូលទីក្នុងធ្វើឲ្យខ្មែរមានសុភមង្គលគេថាបានប៉ុន្តែចំពោះអាត្មាមិនជឿទេមិនជឿថាអ្នកហែលឆ្លងមហាសមុទ្រមកបាញ់ខ្មែរទេអាត្មាអត់ជឿអាចជាចេតនាអ្នករទីអត់ឲ្យខ្មែរបានស្គាល់អ្នកបាញ់គឺខ្មែរគ្នាឯងហ្នឹងហើយព្រោះក្នុងកម្ពុជាប្រវត្តិសាស្ត្រខ្មែរយើងងើប3លានអ្នកជាងខ្មែរអ្នកសម្លាប់ដូច្នេះថ្ងៃនេះធ្វើបង្កើតសាលាក្តីខ្មែរក្រហមមកដល់ពីរោទៅឃើញតែនួនជាទៅស្អីស្អីមកសាខ្មែរទាំងអស់ដូច្នេះជំហានទី1យើងរកហេតុអីបានខ្មែរនៅតែបន្តសម្លាប់ខ្មែរហើយហេតុអីនៅបញ្ញវន្តរស់អត់បានយូរយើងរកអាឫសគល់នឹងឲ្យច្បាស់ឈប់សម្ដែងលន់ទីទៅនិយាយរឿងឲ្យត្រឹមត្រូវមកឲ្យខ្មែរជឿបងណាដេចគុណម្ចាស់ក៏ប៉ុន្តែដេចគុណម្ចាស់អាចបញ្ជាក់បានទេចំពោះភ័ស្តុតាងនានាដែលដេចគុណម្ចាស់ធ្វើការជិតដិតជាមួយនឹងលោកបណ្ឌិតកែមលីហើយដេចគុណម្ចាស់នឹងក៏ខ្ញុំកណាដឹងថាក៏ស្រាវជ្រាវក៏មានដំណឹងគេប្រាប់ដល់ដេចគុណម្ចាស់ច្រើនណាស់ដែរអំពីថាអ្នកណាជាជនដៃដល់បាញ់សម្លាប់លោកបណ្ឌិតកែមលីនោះតើបដិគុណម្ចាស់ផ្ទាល់បានទទួលដំណឹងនានាមកនឹងតើភាគច្រើនចង្អុលទៅជួបសម្លាប់នឹងអ្នកជនដៃដល់មែនឬក៏មិនមែនប្រគុណសម្បត្តិដៃឡើងអាត្មាមិនជឿថាជួបសម្លាប់នឹងអ្នកសម្លាប់ទេប៉ុន្តែដល់ពេលព្យាយាមកលុកដោយអាត្មាថាគ្របខ្លះគ្រូណាព្យាយាមកលុកអាត្មាជឿថាវាចេញអាណាដែលគេខ្វះបាំងហើយឥឡូវនេះគេព្យាយាមលាក់បាំងជួបសម្លាប់ទៅវិញថាមិនអ្នកសម្លាប់ប៉ុន្តែអាត្មាបើទីពង្វែចេះអាត្មាជឿថាជួបសម្លាប់វិញព្រោះអាត្មាពេលអាត្មាអង្គុយមើលសាច់រឿងកាលណាព្យាយាមដូរតួអង្គក្នុងរឿងមួយដែលមិនទាន់ចប់ដូរតួអង្គគឺមានន័យថារឿងនឹងពង្វែបានដូច្នេះជួបសម្លាប់អាចជាតួអង្គសំខាន់ហើយបើតាមពុទ្ធមានដឹងច្បាស់ថាជួបសម្លាប់នេះបានឡើងទៅភ្នំពេញញយផងហើយគេបានសិក្សាច្បាស់ថាជួបសម្លាប់នេះធ្លាប់ប្រើកំភ្លើងជួបសម្លាប់ធ្លាប់ធ្វើទាហានដូច្នេះនឹងអត់បាក់ពំពាកបំពន់យូរទេម្ដងពីរដងអាចចេះបាញ់អានឹងដែលស្មាមើលឃើញថារឿងនេះកាលណាព្យាយាមពង្វែចឹងអើយញោមអើយ
ល폰ចេះណាដល់អាត្មាថាជប់លេងទៅពីថត digital ឯងថត swill វាហូបពីឡើយចឹងអាត្មាថាបើព្យាយាមបង្វិលមិនបង្ហាញការពុតបង្ហាញកាមេរ៉ាអាត្មាជឿថារឿងនេះបង្កើតពេញទំហឹងហើយធ្វើឲ្យយើងបង្វែរឲ្យវិញនៅអាត្មាខាងដើមអាត្មាជឿនៅហើយអរគុណម្ចាស់ខ្ញុំកណាចង់សួរសំណួរមួយទៀតថ្ងៃនេះប្រគុណម្ចាស់មានដីកាថាប្រគុណម្ចាស់នឹងមិនទទួលយកគ្រឿងអេសារិយយុសមនីសារភ័ណ្ឌថ្នាក់ធិបតីដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងស្នើប្រគល់ឲ្យដីគុណម្ចាស់ទេដីគុណម្ចាស់បានមានដីកាថាការដែលប្រគុណម្ចាស់មិនព្រមទទួលនេះពីព្រោះថាប្រគុណម្ចាស់លែងជាមានតួនាទីជាអ្នកដឹកនាំបណ្ដាញប្រសង់ឯករាជ្យនោះហើយក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះប្រគុណម្ចាស់ក៏ធ្លាប់មានសង្ឃដីកាថាប្រគុណម្ចាស់អាចទទួលយកបើសិនរដ្ឋាភិបាលបំពេញលក្ខខណ្ឌ3ជូនប្រគុណម្ចាស់លក្ខខណ្ឌនោះគឺថាមានការវែករោគមុខឃាតករសម្រាប់លោកបណ្ឌិតកែមលីការបង្ហាញកាមេរ៉ាសុវត្ថិភាពការអនុញ្ញាតឲ្យធ្វើពិធីបុណ្យសពនឹងដោយមិនមានការរារាំងអីជាដើមហើយឥឡូវមកដល់ពេលនេះនឹងគឺថាការបង្ហាញកាមេរ៉ាសុវត្ថិភាពនឹងនៅតែមិនទាន់បង្ហាញតើអាចមកពីការដែលមិនបំពេញលក្ខខណ្ឌគ្រប់ទាំង3នឹងដែរទេក្រៅទៅពីការដែលប្រគុណម្ចាស់លាលែងចេញជាលែងជាមេដឹកនាំបណ្ដាញប្រសង់ឯករាជ្យនឹងអាចមកពីហេតុផលដែលមិនបានបំពេញទាំង3នឹងទេប្រគុណជំរាបពូណែរឿងនេះថាបានលើកឡើងយ៉ាងដូចនោះមែនហើយអាត្មាមិនហ៊ានទទួលឲ្យរឿងថ្មីៗនេះអាត្មាវារីអ៊ីត្រង់ថាវាគិះក្នុងអារម្មណ៍ព្រីគេកាប់ហូរដូចទឹកហើយយ៉ាងពេញទំហឹងប្រហែលថ្ងៃនេះគឺថាធ្ងន់មែនទែនរហូតដល់អាត្មាបានសហការគេចាប់ក្រុមហ៊ុនដែលធំកាប់ព្រីអនុក្រឹត្យព្រះវិនុកាប់ឡើងពេញទំហឹងឃើញគេចាប់បានខ្លះមកហើយអាត្មាបានសន្យានៅក្នុងចិត្តថាគេទទួលអ្វីមួយដែលចង្អុលបង្ហាញពីការប្រឹងប្រែងរបស់យើងតែយើងធ្វើជុំតែចប់ចាឥឡូវរឿងហ្នឹងមានទិនចប់អីណាព្រីនៅតែខែស្មើអត់ទិនជុកទេឬការការពារព្រីផងហើយបើព្រមទទួលនឹងដូចជាអាត្មាកុហកជីវិតខ្លួនឯងពីហើយលូងចិត្តខ្លួនឯងពីហើយអាត្មាចាំភាសាញោមនាយករដ្ឋមន្ត្រីថាឈប់ធ្វើការលូងចិត្តនឹងនិយាយកក់ការទូតចឹងនិយាយការពុតខ្លះទៅហើយអាត្មាប្រាប់នាយករដ្ឋមន្ត្រីហើយថាព្រីឈើទីនៅតែកាប់ដែរញោមឈប់គុំអើយអារឿងមីដែរមកនឹងបើញោមចង់អើយមីដែរអាត្មាធ្វើម៉េចធានាថាមានយន្តការកាប់ព្រីឲ្យក្មេបានតិចនៃសុខព្រោះក្មេយើងនឹងអាចរងគ្រោះដោយសារបញ្ហានៃការបាត់បង់ព្រីនៅពេលខាងមុខនេះរងគ្រោះធំណាស់អញ្ចឹងអាត្មាទទួលអត់កើតទេរឿងមួយទៀតអាត្មាគិតថាលក្ខខណ្ឌដែលអាត្មាបិណ្ឌបាត់ញោមនាយករដ្ឋមន្ត្រីហើយនឹងសាលារាជធានីភ្នំពេញបានច្រើនមកហើយគឺវេកមុខចិត្តកោនៅមិនទាន់ឃើញហើយកាមេរ៉ាមិនបង្ហាញតែអោយធ្វើបន់រួចថ្ងៃបានមួយអញ្ចឹងមួយក្នុងចំណោម2ថែម2បើគេធ្វើឲ្យគ្រប់ហើយមានន័យថាអាវិស្មាខំប្រឹងធ្វើវាចប់តែអាត្មាថាបើចប់ហើយយើងខ្លាចអីនឹងទទួលឬប៉ុណ្្នឹងហើយមួយដល់អាត្មាតង់អ្នកដទៃកាលណាគេធ្វើអីគេបានសមិទ្ធផលហើយគេចង់បានស្នាដៃហើយពេលដែលអាត្មាទទួលបានស្នាដៃបានមីដៃពីប្រមុខរដ្ឋអាត្មាមានអីត្រឹមទូមិញទទួលប៉ុន្តែដោយអាត្មាលើកខាងដើមអាព្រីក៏នៅតែបន្តកាប់ហើយថាទទួលវាអត់កើតហើយលក្ខខណ្ឌដែលយើងគិតថាលក្ខខណ្ឌនឹងល្អហើយលក្ខខណ្ឌនេះអាត្មាគិតថាមិនមែនដាក់បន្ទុកទៅញោមនាយករដ្ឋមន្ត្រីគឺរដ្ឋាភិបាលទេប៉ុន្តែទូចវិញជួយឲ្យមហាជនខ្មែរនឹងមើលមកឃើញថារដ្ឋបាលនឹងស្អាតស្អំត្រង់ថាករណីលោកកែមលីមនុស្សរង្គើហើយប៉ះទល់ដល់ប្រយោជន៍សម្លេងឆ្នោតគណៈបកប្រជាជនកម្ពុជាធំហើយគណៈបកប្រជាជនកម្ពុជាព្រមទាំងរដ្ឋាភិបាលហ៊ានបើកមុខហ៊ានវេកមុខការពិតដូច្នេះមានន័យថាគណៈបកប្រជាជនស្អាតស្អំហើយរដ្ឋាភិបាលខ្ញុំមុនសែនស្អាតហើយប្រជាពលរដ្ឋខ្មែរនឹងបន្តគ្រប់គ្រងតទៅមុខទេហើយបើគេគ្រប់គ្រងខ្ញុំមុនតទៅមុខទេដោយសារបង្ហាញភាពស្អាតស្អំរយុទ្ធសាស្ត្រជូនលោកកែមលីដែលជាភាសាខ្មែរថាគ្រូឬក៏គូរូមនុស្សដែលអាត្មារៀនសូត្រចាប់ទុកជាគូរូអាត្មាសប្បាយចិត្តព្រោះគេរកការពុតឲ្យគ្រូខ្ញុំអាត្មាសប្បាយចិត្តនឹងទទួលប៉ុន្តែឥឡូវមានបានអីទាំងអស់នោះបានមកកូនជ្រុងហើយយើងបើសិនជាផ្លឹងគីឡូវិញមក10ខំបាន1គីឡូអានេះទៅបខាំនៅ4ខំទីផ្លឹងឲ្យគ្រប់មកមកយកផ្លឹងឲ្យគ្រប់យកទៅអីបានព្រោះរឿងប៉ុណ្ណឹងហើយរឿងទី3អាត្មាគិតថាអាត្មារីខ្លួនដែលការពារព្រីមិនកើតធ្វើទៅវាមិនបានអាត្មានានេះអាត្មាគិតថាអ្នកណាធ្វើប្រធានបណ្ដាញប្រសងភីអង្គណាថ្មី
มีได้กูแต่ผมเปียเต้าเนี่ยนึงก็หลอกอย่างในยืนเลือกตึกจัดมันเคยโหวตมาเปิดมาตัวตู้เลยมาทานอย่างอาตมามันไอ้ตัวตู้เนี่ยบัดมันกับการศึกษาเพื่อเราเป็นจอบการศึกษาบันตัวตู้เนี่ยบันอันนึงโดยที่นี่ไอ้อาตมาบันยี่ที่มุนโยรนไตรเตือนเมื่อท่าโยมบัสันเกียเมียนชันเตี้ยปักไปเจียบักเลือกการปีปรีคืออาตมาเฮียนเปียลีเฮียนจำนายกำลังทำมาปวนหลายยุคจิตไอ้นึงคือเปียลีดำใบปรีตอนอ้อยแต่ประกอบกรมเธอลุงจัดขณีโยมกรมเตาลุงจัดอาตมากรมเตาลุงจัดโยมมาโยมเมียนเธออาตมาเธอไอ้เรื่องง่ายอาตมาเรียนเล่นที่ตันได้เมียนปอนใช้ปรีอาตมาเราตะกึดปีปุโรอาตมาคือถ้าเกิดโมนเอาขนมปรีให้สลายปรีวิจิตรเทียนมุ้ยมีชีวิตในตึกลุงจังแบบปรีแน่มาออนเมียนปรีออนเมียนคลุงออนเมียนปั้นเลยจะแน่อาตมาคือถ้าที่จุ่มในมุ้ยในชีวิตมากมาเราตะกึดต่อปัญญมในโยนไตรเรื่องไงนี่เกิดเผยให้เกิดเมียนประเดี๋ยวอะไรนึงกับเปรียปริมบานโดยเฉพาะโยมเองคือเมียนวิประเดี๋ยวอะไรเผยนึงกับเปรียปริมบานอ้อยมีได้สมาไอ้ลุงจัดอ่ะนั่นกี่ได้นากี่ลิงลุงจัดนั่นกี่ลิงโยสมิตรปอลเอาไปยิงลิงลุงจัดลิงก็อย่างหนึ่งนะมาปุ๊บประคุณម្ចាស់អញ្ចឹងថ្ងៃនេះគឺជាថ្ងៃដែលប្រគុណម្ចាស់បានជម្រាបទៅលោកនាយករដ្ឋមន្ត្រីជាផ្លូវការថាប្រគុណម្ចាស់មិនទទួលយកគ្រឿងអិសរិយយសនោះជាចុងក្រោយឬមួយក៏យ៉ាងណាប្រគុណតែអាត្មាធ្លាប់និយាយប្រាប់គាត់មុនមកយូរហើយថាគម្ពីរទៅវាអត់ចំណេញវាខាតទី1គឺធ្វើឲ្យអាត្មាជឿថាអាត្មាដើរដល់ទីបញ្ចប់ហើយជាអាត្មាឈប់ធ្វើអីតទៀតដូចថាវាបើអាត្មាវិញស្មើមើលការពាក្យនេះដែរអាត្មាគិតថាជាការបំបាក់ស្មារតីឲ្យយល់ថាយើងជោគជ័យហើយយើងលែងធ្វើអីតទៀតដូចមនុស្សរៀនចប់អីមិនព្រោះបើឲ្យទាំងអ្នកបានដិតហើយវាចប់បាត់ហើយរៀនអីទេបើរៀនប្រគុណម្ចាស់មិនទទួលយកគ្រឿងអិសរិយយសនឹងពីលោកនាយករដ្ឋមន្ត្រីប្រគុណម្ចាស់មិនខ្លាចព្រះលោកនាយករដ្ឋមន្ត្រីអន់ចិត្តទេណែគិតអន់ចិត្តយូរទៅហើយអាត្មាថាបើអុយគិតកាន់តែអន់ខ្លាំងបើសិនជាមិនអុយអានឹងអាចជារឿងមួយតថ្លៃគ្នាថាដែលគុណមុនជួយខ្ញុំកណារឿងព្រីដែលគុណជួយធ្វើកិច្ចការដែលគុណពេញចិត្តដែលគុណមុនអាត្មាធ្វើប៉ុន្តែទន្ទឹមជីវិតអាត្មាចូលចិត្តមានណាលូងទេមិនពូអ្នកដែលស្គាល់រស់នៅជាមួយគេដឹងថាមិនចូលលូងហើយអាត្មាចូលចិត្តធ្វើអ្វីដែលអាត្មាចង់ហើយបើថាអាត្មាធ្វើឲ្យមកលូងអាត្មាអញ្ចឹងបើអត់ចិត្តទៅពួកឯងមានលូងអាត្មាដែរមិនអាត្មានេះលូងណាមិនពូមានរឿងអីចត់ទូមនេះអាត្មាប្រាប់ញោមនយោបាយរដ្ឋមន្ត្រីចឹងតែញោមនយោបាយរដ្ឋមន្ត្រីថាកាលណាពេញចិត្តដែលគុណរឿងនិយាយត្រង់គុំពិបាកការទូតែនិយាយចឹងអាត្មាប្រាប់គាត់ថាគុំលូងអាត្មាបើចង់ឲ្យអាត្មាស្រឡាញ់ពីអាត្មាបានយូរគុំលូងអាត្មាគុំអយអាហ្នឹងប្រាប់គាត់អញ្ចឹងហើយបើគាត់ខឹងខ្ទោះអាហ្នឹងមានអីវូតកូលផ្សេងទៀតណាមួយតកូលហ៊ុនមួយតកូលបុតខឹងទៅអាត្មាអត់មានទូមនេះអីទេក៏ប៉ុន្តែប្រគុណម្ចាស់ការដែលបដិសេធសំណើរបស់លោកនាយករដ្ឋមន្ត្រីនឹងអាចធ្វើឲ្យព្រះអង្គមានការភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ប្រកាយរបស់ព្រះអង្គដែរទេប្រគុណម្ចាស់ណែអត់ភ័យទេមិនពូប៉ុន្តែនិយាយថាបើងើបខ្លាចងើបព្រោះចង់នៅរស់ធ្វើការពារព្រៃអីបន្តណែបើថាឲ្យខ្លាចទីគម្រាមស្មាតដូចមិនសូវខ្លាចមិនពូដូចជាវារឿងធម្មតាលោកកៃនេះរឿងទីវាជារឿងធម្មតាមនុស្សគ្រប់គ្នាកើតមកមានភ័យស្រេចណាភ័យទី1ខ្លាចអត់ស្មើមុខស្មើភ័យទី2ខ្លាចធ្វើអីមិនជោគជ័យរឿងដែលស្មើភ័យធំជាងគេមិនមែនភ័យឲ្យនាយករដ្ឋមន្ត្រីខឹងទេរឿងដែលភ័យធំខ្លាំងជាងគេខ្លាចធនធានធម្មជាតិរបស់ប៉ុនខ្មែរវារលាយសោះតូនហើយខ្មែរចម្ពាក់គិច្រើនបងប្អូនខ្មែរនោះមិនដឹងយកស្អីតទឿនគីទេពីព្រោះពូយើងជំនាញនៅស្ទើចំណេះនៅទៀបហើយរស់ដល់ពឹងលើធនធានធម្មជាតិចិញ្ចឹមកពីចុះឥឡូវបើធនធានធម្មជាតិវាអស់អាលីងទៅយើងទៅទូរស់ហ្មងពួកយើងទៅកនិតកម្មយូរណាស់ហើយវារមុំទៅដល់ពេលដែលធនធានរបស់ប៉ុនខ្មែរនឹងត្រូវបានខ្មែរប្រើប្រាស់ប៉ុន្តែឥឡូវវាអត់បានខ្មែរប្រើណាអានឹងវាអាត្មាភ័យខ្លាំងជាងគេហើយសូមបិណ្ឌបាតបើមិនជឿខ្ញុំនាយករដ្ឋមន្ត្រីគាត់ស្ដាប់រឿងនេះច្រើនណាស់មកបើថាមិនពិបាកធ្វើការលូងចិត្តខឹងសម្បាគម្រាមអីទេរឿងដែលធំបំផុតសហការធ្វើការគ្នាដែលរឿងដែលអាចមានប្រយោជន៍ជាតិខ្មែរអានឹងល្អហើយបិណ្ឌបាតទៅញាតិញោមពុទ្ធបរិស័ទខ្មែរថាសូមកុំភ័យខ្លាចទីទិញដែលគុណបុត្រទិញពីព្រោះតម្លៃដែលគុណបុត្របន្ទិញមិនមែន commodity នេះថាមិនមែនសម្ភារៈដាក់លក់ក្នុងផ្សារទេហើយធម្មជាតិរបស់ផលិតស្មានេះដូចជា
មិនអាចមានតម្លៃត្រឹមការលក់ដូរនៅក្នុងផ្សារទេសម្រាប់ពួកដូច្នេះហើយអាត្មានៅតែតាំងចិត្តថាកិច្ចការយុត្តិធម៌សង្គមកិច្ចការកាប់ព្រៃទោះជាក្នុងតម្លៃណាពេលណាគម្រាមថ្ងៃណាក៏អាត្មានៅតែធ្វើបើអាត្មាមានរូបព្រៃអាត្មាដាំក្នុងស្រុកបើអាត្មាមិនហ៊ានតទល់នៅចំពោះមុខមាននៅកាន់កំភ្លើងអាត្មាតទល់ជាមួយមហាជនដាស់មហាជននឹងក្រោកឲ្យមហាជនក្រោកទៅនិយាយបើសិនជាច្រកដែលអាត្មាអាចធ្វើបាននៅតែធ្វើអត់មានរៀបថយទេជំរាបពូកណាសូមអរគុណម្ចាស់ដែលបានបកស្រាយចំណុចទាំងពីរនេះគឺតាក់ទងទៅនឹងគិតកម្មលោកបណ្ឌិតកែមលីហើយនឹងតាក់ទងពីការដែលប្រជាជនបដិសេធមិនទទួលយកគ្រឿងអេសារិយយុសនឹងហើយខ្ញុំកណាសូមក្រាបថ្វាយបង្គំលាតែប៉ុណ្ណេះសិនហើយយើងនឹងជួបគ្នាបន្តិចទៀតនៅក្នុងការផ្សាយទូរទស្សន៍អាស៊ីសេរីដែលចាប់ផ្ដើមពីម៉ោង 8:35 នាទីបាទខ្ញុំបាទក៏សូមអរគុណលោកបណ្ឌិតមាសនេះហើយនឹងសូមអរគុណលោកអំសំអាតផងដែរហើយយើងក៏នឹងជួបលោកបណ្ឌិតមាសនេះនៅក្នុងការផ្សាយទូរទស្សន៍របស់យើងនាពេលបន្តិចទៀតនេះបាទសូមអរគុណលោកទាំង3បាទសូមជម្រាបលាបាទលោកអ្នកនាងជាទីមេត្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននឹងទៅអង្កេតពិនិត្យសួរសុខទុក្ខជនជាតិដើមភាគតិចម៉ុងតាញាចំនួន13នាក់ដែលត្រូវអាជ្ញាធរកម្ពុជាទើបនឹងបញ្ជូនត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញបាទលោកប្រាជើមានសេចក្តីរាយការណ៍ព័ត៌មាននេះអ្នកធ្វើការផ្នែកសិទ្ធិមនុស្សព្រួយបារម្ភថាជនជាតិដើមភាគតិចម៉ុងតាញាវៀតណាមចំនួន13នាក់ដែលត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញនឹងរងការធ្វើទុកបុកម្នេញការព្រួយបារម្ភនេះគណៈអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួនអះអាងថានឹងទៅសួរសុខទុក្ខជនជាតិដើមភាគតិចម៉ុងតាញានៅប្រទេសវៀតណាមនាពេលខាងមុខមន្ត្រីផ្នែកព័ត៌មានសាធារណៈប្រចាំតំបន់របស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួន UNHCR អ្នកស្រី Vivian Tan ឲ្យអាស៊ីសេរីដឹងតាមរយៈសារអេឡិចត្រូនិកឬអ៊ីមែលនៅថ្ងៃទី21ខែធ្នូថាជនជាតិដើមភាគតិចម៉ុងតាញាវៀតណាមដែលស្វែងរកសិទ្ធិជ្រកកោនចំនួន13នាក់បានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសវៀតណាមវិញនៅដើមសប្តាហ៍នេះក្នុងចំណោមពួកគេគឺមានទាំងអ្នកទទួលបានសេចក្តីសម្រេចបដិសេធការស្នើសុំសិទ្ធិជ្រកកោននិងអ្នកដែលបានដកពាក្យស្នើសិទ្ធិសុំជ្រកកោនវិញអ្នកស្រីបន្តថា UNHCR មានគម្រោងនឹងទៅសួរសុខទុក្ខពួកគេក្នុងពេលឆាប់ៗក្រោយពីមានការព្រមព្រៀងពីអាជ្ញាធរវៀតណាមចំណែកប្រធាននាយកដ្ឋានជនភៀសខ្លួននៃក្រសួងមហាផ្ទៃលោកតាន់សូវីជាមិនធ្វើអត្ថាធិប្បាយចំពោះគម្រោងរបស់ UN ដែលនឹងទៅពិនិត្យស្ថានភាពជនជាតិម៉ុងតាញានៅប្រទេសវៀតណាមទេព្រោះលោកយល់ថាផុតដែនសមត្ថកិច្ចរបស់កម្ពុជាលោកឲ្យដឹងថាក្នុងការសម្ភាសជនជាតិដើមម៉ុងតាញាកន្លងមកមិនមែនកម្ពុជាធ្វើឡើងតែឯងទេគឺមានការឃ្លាំមើលពីមន្ត្រីអង្គការសហប្រជាជាតិសំឡេងយល់ថាការសម្ភាសគណៈជនភៀសខ្លួនការបន្តពីសម្ភាសចប់គេយកករណីនីមួយៗមកសិក្សាវាយតម្លៃដើម្បីកំណត់ឋានៈថាជាប់ឬមិនជាប់មិនមែនសម្ភាសខ្លួនជាប់ទទួលបានឋានៈគ្មានទេត្រូវដឹងថាខេសមួយមិនមែនធ្វើមួយថ្ងៃហើយពីថ្ងៃខេសខ្លះរាប់ខែយើងប្រមូលព័ត៌មានអត់ជុំផងដើម្បីកំណត់ឋានៈថាឲ្យវាខុសឬត្រូវពេលខ្លះយើងសម្រាប់លឿនពេកវាខុសព័ត៌មានដែលនិយាយគឺវល់និយាយព័ត៌មានអត់ពិតថ្ងៃនេះសួរទៅថាអញ្ចេះតែឡើងសួរដដែលចំនួនដែរឆ្លើយទៅអញ្ចោះហ្នឹងវាពិបាកលោកតាន់សូវីជាបញ្ជាក់ថាជនជាតិដើមភាគតិចម៉ុងតាញាសប្តាហ៍ថ្ងៃមានចំនួន156នាក់ហើយអ្នកទាំងនោះត្រូវបានសម្ភាសរួចរាល់អស់ហើយលោកថាដំណើរការនៃការកំណត់ឋានៈជាជនភៀសខ្លួនមិនទាន់ត្រូវបានវិតម្លៃនៅឡើយទេដែលត្រូវការពេលវេលាច្រើនទៀតលោកបញ្ជាក់ដែរថាអាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិដើមភាគតិចម៉ុងតាញាវៀតណាមចំនួន13នាក់កាលពីថ្ងៃទី19ខែធ្នូហើយនៅពេលនេះពួកគេបានទៅដល់ប្រទេសវៀតណាមដោយសុវត្ថិភាពហើយជាញឹកញាប់ជនជាតិដើមភាគតិចម៉ុងតាញាតែងលួចឆ្លងដែនចូលមកកម្ពុជាដោយលើកឡើងថាពួកគេត្រូវបានអាជ្ញាធរវៀតណាមធ្វើទុកបុកម្នេញបំបិទសិទ្ធិសេរីភាពសិទ្ធិនយោបាយនិងសាសនាជាដើមពួកគេភាគច្រើនត្រូវបានកម្ពុជាបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញខណៈមានអ្នកខ្លះក៏ទទួលបានសិទ្ធិទៅរស់នៅប្រទេសទី3រីឯអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្រប្រាប់ថាសំណួរដែលត្រូវសម្ភាសនោះគឺសួរពីមូលហេតុដែលពួកគេរត់ចេញពីប្រទេសវៀតណាមមកពីណាទៅណាមកជាមួយអ្នកណាជាអ្នកជូនមកកម្ពុជាហើយលោកថាដោយសារតែចម្លើយរបស់ជនជាតិម៉ុងតាញាមិនជាប់ពាក់ព័ន្ធទៅនឹងការធ្វើទុកបុកម្នេញរឿងនយោបាយគឺជាមូលហេតុដែលធ្វើឲ្យពួកគេមិនបានទទួលឋានៈជាជនភៀសខ្លួនលោកយល់ថាកម្ពុជាគួរតែប្រុងប្រយ័ត្នចំពោះជនជាតិម៉ុងតាញាព្រោះក្រុមទាំងនេះគឺជាក្រុមទាមទារឯករាជ្យហើយតំបន់ដែលពួកគេលាក់ខ្លួនគឺស្ថិតនៅក្នុងខេត្តរតនគិរីមណ្ឌលគិរីដែលជាប់ព្រំដែនប្រទេសវៀតណាមដែលលោកយល់ថានៅពេលខាងមុខប្រសិនបើមានការទាមទារឬក៏សង្គ្រាមផ្ទុះឡើងបង្កដោយក្រុមនេះគឺបង្កបញ្ហាដល់ទឹកដីកម្ពុជា
ក្នុងតែញ៉ាវាជាក្រុមមួយជាទីឯករាជ្យក្រៃលោកពួកខ្មែរយើងលុយតែឯករាជ្យដោយនឹងប្រតិបត្តិរីមើលរីមកទៅទៅវិញឆ្ងាយគិតថាតូនតែយីបានខូចទៅដោយលេងសង្គ្រាមជាទីឯករាជ្យដោយនឹងរដ្ឋបាលរីមើលរីបាត់ទៅទៀតដោយឡែកមន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសំអាតព្រួយបារម្ភពីសុវត្ថិភាពរបស់ជនជាតិម៉ុងតាញ៉ាដែលត្រូវបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមនៅពេលនេះមន្ត្រីសិទ្ធិមនុស្សរូបនេះយល់ថាអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួនគួរតាមដានឃ្លាំមើលស្ថានភាពអ្នកទាំងនោះឲ្យបានញឹកញាប់ប្រធាននាយកដ្ឋានជនភៀសខ្លួននៃក្រសួងមហាផ្ទៃលោកតាន់សូវីជាអះអាងថាជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាមសប្តាហ៍ថ្ងៃមានចំនួន156នាក់ពួកគេភាគច្រើននឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញព្រោះតាមរយៈការសម្ភាសកន្លងមកអ្នកទាំងនោះឆ្លើយមិនត្រូវសំណួរដែលអាចធ្វើឲ្យពួកគេទទួលបានឋានៈជាជនភៀសខ្លួនខ្ញុំប្រាជ្ញាវ៉ាស៊ីសេរីភ្នំពេញបាទតកតងទៅនឹងការបោះឆ្នោតវិញម្ដងឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅកម្ពុជាលោកស៊ីយ៉ុងប៉មានជំនឿថាការរៀបចំការបោះឆ្នោតនៅកម្ពុជានឹងមានដំណើរការដោយរលូនការថ្លែងដូចនេះរបស់លោកស៊ីយ៉ុងប៉ធ្វើឡើងក្នុងពិធីប្រគល់និងទទួលសម្ភារៈដែលប្រទេសចិនផ្ដល់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបកាលពីថ្ងៃទី20ធ្នូម្សិលមិញសេចក្តីប្រកាសព័ត៌មានរបស់កោជបឲ្យដឹងថាសម្ភារៈដែលកោជបទទួលបានពីចិនចាប់ពីថ្ងៃទី10ខែតុលាឆ្នាំ2016រហូតដល់ថ្ងៃទី20ខែធ្នូឆ្នាំ2016នេះមានចំនួន33មុខដែលរួមមានរថយន្តម៉ូតូម៉ាស៊ីនភ្លើងនិងសម្ភារៈជាច្រើនមុខទៀតដែលគិតជាទឹកប្រាក់សរុបប្រមាណជិត$12 លានសហរដ្ឋអាមេរិកបាទលោកនាងជាទីមេត្រីព្រះសង្ឃវ័យក្មេងចំនួន17អង្គគង់នៅវត្តស្រែល្អឃុំបាក់អន្លូងនៃស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដែលជាប់ព្រំប្រទល់គ្នានឹងស្រុកជាំខ្សានខេត្តព្រះវិហារមានអាការៈក្អួតចង្អោរតឹងទ្រូងហើយថប់ដង្ហើមបន្ទាប់ពីឆាន់ទឹកតែកាលពីរាត្រីថ្ងៃទី20ខែធ្នូអាជ្ញាធរស្រុកត្រពាំងប្រាសាទបានដឹកជញ្ជូនក្រុមព្រះសង្ឃទាំងនោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកអន្លូងវែងបន្ទាប់ពីឃើញហេតុការណ៍ដែលគេសង្ស័យថាអាចពុលអាហារនោះអភិបាលស្រុកត្រពាំងប្រាសាទគឺលោកនៅសំដារារិទ្ធមានប្រសាសន៍នៅថ្ងៃទី21ខែធ្នូនេះថាកាលពីយប់ថ្ងៃទី20ធ្នូគឺយាយជីតាជីខ្លះបានទិញតែនិងស្ករសទៅធ្វើជាភេសជ្ជៈប្រគេនព្រះសង្ឃដែលគង់នៅវត្តស្រែល្អឆាន់បន្ទាប់ពីព្រះសង្ឃវ័យក្មេងជាច្រើនឆាន់តែស្ករនោះមកគឺប្រហែលជាម៉ោង8យប់ក៏មានអាការៈពុលតែម្ដងនិយាយទីតាទីហ្នឹងគាត់នៅវត្តហ្នឹងគាត់ទិញទឹកដោះគោទិញស្ករទិញតែទិញអីហ្នឹងណាយកទៅឆុងណាភេសជ្ជៈណាគាត់ចាំភេសជ្ជៈប្រហែលជាពាក់ព័ន្ធជាមួយនឹងស្ករបន្តិចលេងកំពុងតែយកស្ករយកសម្ភារៈដែលធ្វើទៅណាដែលឆុងណាទៅត្រួតពិនិត្យហើយចំពោះការពុលអីហ្នឹងគឺយើងបានបញ្ជូនទៅពេទ្យបង្អែកសំឡុងវែងពីនេះមិញព្រឹកមិញនេះបានធូរហើយយើងបានយកឡានដឹកសំគ្រប់ព្រះអង្គហ្នឹងមកដល់វត្តវិញហើយបាទទោះជាយ៉ាងណាក៏ដោយអភិបាលស្រុកត្រពាំងប្រាសាទបញ្ជាក់ថាការពុលនោះមិនឲ្យមានប្រសង់ណាមួយអង្គធ្ងន់ធ្ងររហូតដល់សុគតនោះទេនេះជាលើកទី2ហើយដែលនៅក្នុងស្រុកត្រពាំងប្រាសាទមានអ្នកពុលអាហារកាលពីថ្ងៃទី17ខែវិច្ឆិកាកន្លងទៅសិស្សសាលាបឋមសិក្សាត្រាំប៉ោងចំនួន140នាក់នៅឃុំព្រះប្រឡាយជាប់គ្នានឹងឃុំបាក់អន្លូងនោះក៏បានពុលបង្អែមចេកខ្ទិះម្ដងរួចមកហើយបាទលោកនាងជាទីមេត្រីលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់ VTV អាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទជឿនច័ន្ទបុត្រពីរដ្ឋធានី Washington លោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃ VTV អាស៊ីសេរីជាភាសាខ្មែរនារីត្រីថ្ងៃពុធនេះចាប់តែត្រឹមនេះយើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបទៅនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយខ្ញុំបាទជួនច័ន្ទបុត្រព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុនិងទូរទស្សន៍អាស៊ីសេរីសូមអរគុណនិងសូមជម្រាបលារាត្រីសួស្តី